ជាកិច្ចចាប់ផ្ដើមនេះខ្ញុំសូមគោរពលោកខៀវសុខេស្ថាបនាងនាយកនៅសាលារៀនអន្តរជាតិអេសិនជាទីគោរពដល់ខ្មុំពោះសូមគោរពគណៈកម្មការលោកគ្រូអ្នកគ្រូជាទីគោរពសូមគោរពមិត្តសិក្សានុសិស្សទាំងអស់ដែលមានវត្តមាននៅទីនេះជាទីគោរពនិងរាប់អាននៃខ្ញុំឈ្មោះភីណាសាឌីជាសិស្សទី3ខនៃសាលារៀនអន្តរជាតិអេសិនថ្ងៃនេះនាងខ្ញុំពិតជាមានអារម្មណ៍រីករាយខ្លាំងណាស់ដែលបានចូលរួមប្រកួតអានអំណាចក្នុងថ្ងៃនេះហើយនាងខ្ញុំនឹងឡើងយកអត្ថបទអំណាចមួយមកអានគឺសូឧស្សាហ៍សូមអង្គវេទិកាទាំងមូលចូលរួមស្ដាប់ដូចតទៅសូឧស្សាហ៍សុខៈជាសូឧស្សាហ៍រាល់ថ្ងៃនេះតរៀនទៀងទាត់និងទាន់ពេលជានិច្ចសុខៈគោរពបទបញ្ជារបស់សាលារៀនបានត្រឹមត្រូវក្នុងថ្នាក់រៀននាងយកចិត្តទុកដាក់ស្ដាប់ការអានរបស់គ្រូបញ្ញត្តិនិងហ៊ានជំរាបសួរគ្រូនៅពេលមិនយកពេលខ្លះនាងជួយបញ្យល់មករួមថ្នាក់ដែលរៀនយឺតទៀតផងសុខាតែងណែនាំមិត្តភក្តិកុំឲ្យដើរលេងផ្ដាសុខនៅផ្ទះសុខាខំធ្វើលំហាត់អានសៀវភៅសិក្សាស្រាវជ្រាវនិងជួយធ្វើកិច្ចការផ្ទះម្ដាយឪពុកសុខាសប្បាយចិត្តណាស់ព្រោះឃើញកូនខិតខំរៀនសូត្រនិងទទួលបានលទ្ធផលល្អជាទីគប់ចិត្តជាទីបញ្ចប់នាងខ្ញុំសូមថ្លែងអំណរគុណដល់អង្គពិធីទាំងមូលដែលបានចំណាយពេលវេលាដ៏មានតម្លៃយកចិត្តទុកដាក់ស្ដាប់ការអានរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់នៅពេលនេះការអានអត្ថបទនាងខ្ញុំបានបញ្ចប់